វីដេអូនេះដែរគឺនិយាយពីការលាបដោះកញ្ចក់ពណ៌ជែចាជាមួយនឹងការដោះកញ្ចក់ពណ៌ជែនេះគឺខ្ញុំដោះនៅលើដៃខ្លួនឯងហ្មងណាចឹងហ្នឹងហើយបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលពីការដោះហើយហ្នឹងហើយយើងមានជាមួយនឹងឈើហូយើងហូរឲ្យសព្វកញ្ចក់យើងហ្នឹងហូរឲ្យរាងស្ដើងហើយនឹងរាងឲ្យវាមានជាតិគ្រើមនៅក្នុងហ្នឹងហើយស្ដើងដើម្បីពេលដែលយើងដាក់ថ្នាំដោះហ្នឹងទៅវាឆាប់ចេញចាហើយជាមួយនឹងមានឈើហូរប៉ុងហូរហើយនឹងប្រេងអាឡូងហ្នឹងចាហើយជាមួយនឹងទឹកដោះយើងអាចប្រើជាមួយនឹងប្រេនអីក៏បានដែរតែសម្រាប់ខ្ញុំប្រើអាដបពណ៌បៃតងហ្នឹងវារៀងឆាប់ចេញអញ្ចឹងណាចាហើយទាំងអស់គ្នារកឲ្យវាស្ដើងហើយសព្វពេញកញ្ចក់សិនទៅបន្ទាប់មកបានយើងចាប់ផ្ដើមធ្វើជាបន្តទៀតអញ្ចឹងណាហ្នឹងហើយយើងហូរនឹងយើងមើលទៅតាមកញ្ចក់របស់ភ្ញៀវដែរភ្ញៀវខ្លះគាត់លាបកន្លែងគេមកស្ដើងភ្ញៀវខ្លះទៀតគាត់និយាយថាគាត់លាបថាច្រើនជាន់ទៅវាក្រាស់អីចឹងណាជាមួយក៏គាត់អប់កញ្ចក់អីអាហ្នឹងយើងដាក់រុះទៅតាមនឹងដែរចាហើយនេះពណ៌បៃតងហ្នឹងយើងវាជាប្រភេទទឹកដោះតែដំបូងឡើយយើងលាបប្រេងសិនដើម្បីកុំឲ្យវាក្តៅសាច់កញ្ចក់របស់ភ្ញៀវយើងអញ្ចឹងណាយើងលាបប្រេងគៀនសងខាងចាព្រោះអីអាទឹកដោះហ្នឹងក្តៅហើយវាកាហាយអញ្ចឹងយើងត្រូវតែប្រយ័ត្នពេលដែលយើងលាបជាមួយនឹងភ្ញៀវអញ្ចឹងយើងប្រយ័ត្នដោយសារខ្លាចគាត់ក្តៅអញ្ចឹងណាចាហើយយើងលាបឲ្យសព្វជាមួយនឹងកញ្ចក់ហ្នឹងមកធម្មតាពេលដែលដោះថ្នាំកញ្ចក់ចែអញ្ចឹងគឺយើងអាចប្រើជាមួយនឹងឈើរូបហ្នឹងក៏បានឬក៏យើងមានម៉ាស៊ីនយើងប្រើជាមួយម៉ាស៊ីនក៏បានដែរប៉ុន្តែចាំវីដេអូក្រោយនឹងចាំខ្ញុំប្រើជាមួយម៉ាស៊ីនឲ្យមើលអញ្ចឹងណាឥឡូវហ្នឹងយើងប្រើជាមួយនឹងឈើរូបធម្មតាសិនចានេះទៅខ្ញុំនឹងព្យាយាមចេញវីដេអូបន្តដូចយើងរៀននៅសាលាអញ្ចឹងគឺចេញមួយ step មួយមេរៀនដូចយើងរៀននៅសាលាអញ្ចឹងចាហ្នឹងហើយឥឡូវហ្នឹងយើងលាបអាទឹកដោះហ្នឹងហើយយើងទុកវាប្រហែលជា3នាទីអីចឹងណាយើងមើលទៅតាមហ្នឹងទៅជួនក៏2នាទីជួនក៏3នាទីទៅតាមកម្រាស់កញ្ចក់របស់ភ្ញៀវយើងអញ្ចឹងណាចាហើយយើងទុកចឹងហើយបន្ទាប់ហើយយើងមានដែកហូនមួយអាដែកឆ្កឹះកញ្ចក់ចាយើងយកដែកហ្នឹងយកមកពេលដែលដល់នាទីវាឃើញពេលនិយាយទៅពេលដែលវាហិចហ្នឹងគឺមកវាចេញមកវារៀងបែកកាហាយអញ្ចឹងយើងគ្រាន់តែយកដែកហ្នឹងមករុញវាទៅអាហ្នឹងវានឹងចេញហើយយើងប្រើជាមួយនឹងกระดาษជូតជែกระดาษសជ្រុងប៉ុន្តែឥឡូវហ្នឹងខ្ញុំអត់មានទេខ្ញុំអស់អញ្ចឹងខ្ញុំប្រើជាមួយនឹងกระดาษជូតមាត់សិនអញ្ចឹងណាយើងរុញហើយយើងយកกระดาษជូតមាត់ហ្នឹងយកមកជូតសម្អាតវាហើយហ្នឹងហើយយើងกระดาษជូតមាត់ក៏បានហើយក៏ស្លៃមិនមែនស្លៃទេគឺกระดาษដោះជែចាបន្ទាប់ហើយយើងប្រើប៉ុងហ្នឹងហូរយកប៉ុងខាងអាឡូងចាវាមានប៉ុងហ្នឹងវាមានសងខាងមានខាងគ្រើមហើយនិងខាងរៀងអាឡូងតែមិនមែនអាឡូងព្រិលទេណាគ្រាន់ថាវាអាឡូងសាច់ម៉ត់បន្តិចហើយយើងយករូបវាឲ្យសព្វពេញកញ្ចក់មកគៀនអីអញ្ចឹងណាហើយនឹងតម្រង់កញ្ចក់របស់យើងស្រឡាញ់ប៉ុណ្ណឹងដែរឬមួយក៏យើងចង់ដូររៀងគឺយើងហូរទៅតាមនឹងទៀតតែឥឡូវហ្នឹងខ្ញុំស្រឡាញ់តម្រង់បែបហ្នឹងដែរអញ្ចឹងណាវាស៊ីជាមួយនឹងកញ្ចក់របស់ខ្ញុំអញ្ចឹងហ្នឹងហើយបន្ទាប់ពីយើងហូរវាសព្វល្អហើយយើងមានជាមួយនឹងទឹកអាល់កុលលាយទឹក50% ខ្ញុំប្រើជាមួយទឹកអាល់កុលបើយើងចង់ប្រើជាមួយនឹងសាប៊ូក៏បានដែរគឺលាងដៃភ្ញៀវយកហ្មងអញ្ចឹងណាតែនេះដោយសារខ្ញុំធ្វើតែមួយម្រាមអញ្ចឹងខ្ញុំបាញ់ទឹកហ្នឹងទៅហើយលាងសម្អាតជូតវាឲ្យស្អាតឲ្យស្ងួតកុំឲ្យមានព្រុយចានិយាយទៅយើងលាងសម្អាតវាកុំឲ្យមានព្រុយពេលដែលមានព្រុយវាលាបទៅវាគ្រើមអត់ស្អាតទេហើយវាទៅវាវេទនាអ្នកលាបហ្មងពេលដែលមានកតិចមានព្រុយអីហ្នឹងអញ្ចឹងមិនយើងត្រូវការលាងជាមួយសាប៊ូឬមួយក៏ទឹកអាល់កុលនឹងឯងដើម្បីជូតសម្អាតវាឲ្យបានជ្រះល្អប្រកាសថាគ្មានគ្រើមគ្មានព្រុយទើបការលាបរបស់យើងហ្នឹងគឺវា smooth ស្អាតចាឥឡូវហ្នឹងអាដបពណ៌បៃតងហ្នឹងគឺទឹកភ្ជាប់ជែតែវាមានច្រើនម៉ូតច្រើនម៉ាកតែខ្ញុំជ្រើសរើសយកប្រើម៉ូតហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាមានម៉ាក
អីផ្សេងក៏ប្រើបានដែរឲ្យទៅវាជាប្រភេទទឹកភ្ជាប់បាចែអញ្ចឹងណាទឹកភ្ជាប់របស់ថ្នាំបញ្ចុះចែចាពេលយើងលាបទៅយើងលាបវាស្ដើងឲ្យពេញកញ្ចក់ហើយកុំលាបពីគល់មួយទៅសៃសក់ហើយយើងចូលម៉ាស៊ីន60វិនាទីចានិយាយរួមទៅម៉ាស៊ីនក៏មានច្រើនម៉ូដដែរប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនគឺយើងចូលតែ60វិនាទីហ្នឹងគឺអូខេហើយវា smooth ទេចាហ្នឹងហើយបន្ទាប់ពីយើងចូលម៉ាស៊ីន60វិហើយខ្ញុំនឹងលាបពណ៌ដៃខ្ញុំនឹងដដែលចាពណ៌ហ្នឹងពណ៌របៀបថ្លាអញ្ចឹងណាពណ៌ជែចំហួយថ្លាហ្នឹងចាយើងយកមកលាបជាន់ទី1មកយើងលាបស្ដើងហេនិយាយទៅក្នុងមួយជាន់គឺយើងត្រូវតែលាបស្ដើងទោះជាយើងត្រូវលាបវា3ជាន់ក៏ដោយក៏យើងត្រូវតែលាបស្ដើងដែរណាចាពេលដែលហ្នឹងហើយការកម្រិតពីគល់គឺដូចគ្នាដូចទឹកភ្ជាប់អញ្ចឹងគឺកម្រិតគល់មួយទៅសៃសក់ហើយលាបកុំឲ្យជាប់សាច់ណាពេលដែលយើងលាបវិហារទឹកកែមសាច់ហ្នឹងមិនថាទឹកភ្ជាប់មិនថាថ្នាំបញ្ចុះអីគឺវាជាប់អត់បានយូរទេអញ្ចឹងតាំងពីដើមដំបូងនៃការលាបទឹកភ្ជាប់ហ្នឹងគឺយើងដាច់ខាតអត់ឲ្យវាលាបទៅចូលទៅគៀនកញ្ចក់ទេចាអញ្ចឹងបើលាបហៀបានន័យថាវាជាប់អត់បានយូរវាឆាប់របកហើបអីចឹងណាតាក់អីចឹងទៅអានេះចូលមកវិញជាន់ទី2ចាសម្រាប់ដៃរបស់ខ្ញុំហ្នឹងកញ្ចក់ដៃខ្ញុំហ្នឹងគឺខ្ញុំលាប3ជាន់ណាហ្នឹងហើយឥឡូវនេះជាន់ទី2ចូល60វិដូចគ្នាចូលម៉ាស៊ីនដឹងតែ60វិហ្មងនិយាយទៅដឹងតែមួយជាន់60វិនាទីតែក្នុងវីដេអូនេះអត់ដល់ទេណាដោយសារខ្ញុំប្រញាប់លាបជាន់បន្តបន្ទាប់ទៀតអញ្ចឹងខ្ញុំអត់អាចហត់ទុកដល់60វិនាទីបានទេខ្ញុំខ្លាចវីដេអូខ្ញុំវារៀងវែងអញ្ចឹងណាអញ្ចឹងហើយខ្ញុំដាក់វាតែមួយផ្លែតទេអញ្ចឹងចេញមកវិញអញ្ចឹងយើងក៏លាបជាន់ទី3ទៅតែសម្រាប់បើសិនជាយើងស្រឡាញ់2ជាន់ហើយយើងក៏បន្តធ្វើ2ជាន់ហ្នឹងទៅហើយយើងលាបទឹកកន្លងហើយជាការស្រេចឯងប៉ុន្តែខ្ញុំដោយសារខ្ញុំចង់បានឲ្យយើងដុតតិចអញ្ចឹងខ្ញុំដាក់ជាន់ទី3មួយជាន់ទៀតហើយស្ដើងដូចគ្នាហើយចូលម៉ាស៊ីន60វិនាទីដូចគ្នាអញ្ចឹងចានិយាយទៅខ្ញុំចង់បាន3ជាន់ឲ្យវារៀងដុតបន្តិចណាហើយកុំភ្លេចបិទមុខផងហើយយើងអស់វាធ្វើម៉េចឲ្យវាស្មើពណ៌នឹងជាប្រភេទពណ៌ថ្លាអញ្ចឹងយើងត្រូវអស់វាស្មើបើចឹងទេវាឃើញអដេកដុបអត់ស្អាតទេណាចូលម៉ាស៊ីន60វិម្ដងទៀតចាហ្នឹងហើយដូចពាក់នេះជាប្រភេទទឹកអាឡូង UV Top តែខ្ញុំប្រើម៉ូដហ្នឹងដោយសារម៉ូដហ្នឹងវាលាបទៅវាភ្លឺហើយវាឆាប់ស្ងួតមែនតើឥឡូវនេះយើងចេញមកយើងលាបទឹកឡូងហ្នឹងហើយណាចាទឹកឡូងហ្នឹងយើងលាបដូចតថ្នាំកញ្ចក់មុនអញ្ចឹងគឺយើងលាបស្ដើងអញ្ចឹងដូចគ្នាហើយលាបកុំឲ្យហៀត្រូវប្រកាសថាតាំងពីជាន់ដំបូងមកទឹកភ្ជាប់មកគឺត្រូវប្រកាសថាវាអត់ជាប់គៀនវាអត់ហៀអាហ្នឹងបានការលាបថ្នាំបញ្ចុះចែរបស់យើងហ្នឹងគឺយើងទុកបានយូរអញ្ចឹងអត់ងាយរបកអីចាលាបហើយយើងចូលម៉ាស៊ីន60វិនាទីទៀតអញ្ចឹងទៅហើយសម្រាប់ UV ហ្នឹងគឺខ្ញុំចូលចិត្តប្រើម៉ូដហ្នឹងដោយសារម៉ូដហ្នឹងវាភ្លឺស្អាតហើយឆាប់ស្ងួតទុក60វិដូចគ្នាប៉ុន្តែវាចេញមកវាចាំងភ្លឺស្អាតហ្មងអញ្ចឹងបងម៉ូដផ្សេងធ្លាប់ប្រើដែរតែវាដូចអត់សូវភ្លឺទេហើយបន្ទាប់មកចេញមកវិញយើងប្រើជាមួយប្រេងហ្នឹងដដែលហ្នឹងចាប្រេងហ្នឹងគឺយើងលាបគៀនដើម្បីឲ្យវាមានអាឡូងវាសំណើមស្អាតអញ្ចឹងណាចាព្រោះបើយើងអត់លាបទេដៃភ្ញៀវដូចមានអាការៈដូចស្ងួតអញ្ចឹងយើងលាបហើយអូខេសម្រាប់ហើយអរគុណច្រើន